ថ្ងៃនេះមកធ្វើឆាគ្រឿងក្រងមិនបងប្អូនទាំងអស់គ្នាក្រងមិននេះខ្ញុំទិញមកពីអស់តែ25 បាតទេបងប្អូនខ្ញុំលីងគ្រឿងឲ្យឈ្ងុយហើយខ្ញុំចាក់មិនចូលលីងមិនឲ្យឆ្អិនប្រហែល 50% ហើយយើងធ្វើការបង់គ្រឿងតាមចំណង់ចំណូលចិត្តrồiខ្ញុំដាក់ប្រេងខ្យងបន្តិចផងដាក់ទឹកស្អ៊ីវបន្តិចទៀតដើម្បីឲ្យមានរសជាតិឈ្ងុយឆ្ងាញ់រសជាតិឆាគ្រឿងក្រងមិននេះយករសជាតិដិតណាបងប្អូនទាំងអស់គ្នាហើយខ្ញុំភ្លេចមិនបានទេជាធ្វើការដាក់ម្រេចផងព្រោះអីឆាគ្រឿងក្រងមិននេះយើងត្រូវការដាក់ម្រេចបងប្អូនទាំងអស់គ្នាហើយបងប្អូនអើយនិយាយពីថាឡងតំណងមើលពឿវិញអត់តំណងហូបទេបងប្អូនប៉ុន្តែរសជាតិវិញអុយអួយបងប្អូនបើបានហូបហើយដឹងតែលិតដៃលិតជើងហើយមួយចាននេះពិតជាលយបងប្អូនទាំងអស់គ្នា